ច្រើនគុណណាយើងថតថាយើងចង់ទាញមកត្រង់នេះតោះគ្នាឃើញទាញមកដាក់វាជាប់នៅត្រង់នេះវាមាន snap ចាប់អូតូមកបើទាញមកដាក់ត្រង់នេះនៅត្រង់នេះដែរហើយយើងទាញមកដាក់ត្រង់នេះហើយយើងគ្រាន់តែចុចមកនេះទៅវានៅជាប់អញ្ចឹងមកជាពិសេសគឺយើងអាប់ចាប់យើងមិន rotate វាទេបើវាទៅនេះយើងគ្រាន់តែចុចមកនេះទៅវាបានអញ្ចឹងបើសិនជាយើងចង់បាន object របស់យើងឲ្យចាប់ snap នៅអញ្ចឹងតែយើងធ្វើមិនតោះឥឡូវយើងគ្រាន់តែមាន water class មួយមកតោះខ្ញុំ copy វាចេញមកចានេះខ្ញុំ explode ពីមួយមកនេះខ្ញុំវាចោលហ្នឹងហើយបន្តទៀតបងប្អូនគ្រាន់តែបង្កើតជា block ថ្មីមួយឬក៏យក block ចាស់ក៏បានដែរឲ្យបងប្អូននេះខ្ញុំលុបវាកុំឲ្យវាមានសាក់លុបវាកុំឲ្យវាមានអានេះច្រើនពេកមានបន្តច្រើនពេកខ្ញុំលុបវាចោលថយចុះហ្នឹងខ្ញុំទុកប៉ុណ្ណឹងបាទទុកប៉ុណ្ណឹងចុះបន្តទៀតខ្ញុំ block វាមួយខ្ញុំដាក់ enter ខ្ញុំថា water class អញ្ចឹងទៅមួយអញ្ចឹងខ្ញុំ pick point មួយមកចាប់lạiនេះអូខេបន្តទៀតបងប្អូនគ្រាន់តែ right click យកពីថា block editor នៅកន្លែងនេះបងប្អូនយក parameter ហើយយើងយកកន្លែងនេះកន្លែងចំណុចនេះមកបងប្អូនคลิกកន្លែងនេះមួយហើយទាញវាមកនេះមកបាទបន្តទៀតយើងចូលមកយកមួយទៀតមក flip នេះបងប្អូនអាចដាក់នៅលើនេះសិនក៏បានដែរកុំឲ្យវាបាទយើងទាញវាវិញទៀតមកបាទហើយយើង place វាមួយនៅកន្លែងនេះចុះបាទបន្តទៀតយើងចូលមក action ហើយយើងយកនេះ flip ហើយយើង select លើ parameter របស់ flip ហ្នឹងមកបន្តទៀតយើង select object ដែលយើងចង់ឲ្យវាទៅ select មកចឹងមកមិនឲ្យដល់នេះទេទៅនេះហើយចុច space bar មក enter ចុច enter មួយមកហើយយើងចុច save មកទៅប៉ុណ្ណឹងអានេះវានៅខាងលើអញ្ចឹងយើងមកវាមកបន្តិចមកចុះក្រោមទៀតមកជំហាននេះដាក់ចំលើបន្ទាត់កន្លែងឆ្មាំមិនដែរអញ្ចឹងអានេះយើងដាក់មកគៀនជំហាននេះតិចមកដើម្បីកុំឲ្យវាទៅជាមួយកន្លែងនេះនេះពោវាមកគៀនប៉ុណ្នេះមកប៉ុណ្នេះមកកុំឲ្យវាទៅជាន់គ្នាហ្នឹងហើយចុច save វាមកហើយចុចនេះ save មកបន្តទៀតយើងនៅពេលនេះយើងគ្រាន់តែចុចនៅលើកន្លែងនេះយើងមិនចាំ move ទេយើងមិនផឹកមិន move ទេយើងចុចជាកន្លែងនេះគឺជា snap ចាប់របស់វាយើង click up មួយមកយើងទាញមកដាក់លើកន្លែងនេះមកនេះឃើញវាមកហើយឃើញវាមកហើយ snap ហ្នឹងចុចកន្លែងផ្សេងទៀតយើងអាច copy មកដាក់នេះដូចគ្នាដែរចុចវាមកយើងចុចលើកន្លែងនេះចុចលើ snap របស់វាមកឃើញវាមក auto បាទក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តទៀត